ចំនួន complex ជាតម្រងត្រីកោណមៀតអញ្ចឹងបញ្យល់តាមពីរបៀបទី1យើងធ្វើតាមរូបមន្តធម្មតាអញ្ចឹងដើម្បីសរសេរទៅជាតម្រងត្រីកោណមៀតដំបូងយើងស្គាល់ថារូបមន្តរបស់វាយ៉ាងម៉េចសិនអញ្ចឹងតាមរូបមន្ត z ស្មើតម្រងត្រីកោណមៀតរបស់យើងគឺ r កតា cos alpha បូក e sin alpha អ្នកនឹងដឹងថាវាមកពីណាណាហើយនឹងមើលតាមមេរៀនទៅឃើញហើយដំបូងគឺយើងត្រូវរកនេះរកអា r នេះ r នេះស្មើនឹងឫសនៃ a ការ៉េបូក b ការ៉េនេះស្ងៀមស្មើ a យើងមិន a ពេល a យើងមើលតាមតម្រងទូទៅរបស់វា z ស្មើនឹង a បូក b e អញ្ចឹងមើលខ្លួនឯងទៅ a ប្រហែល a ឬ3ណាលើកជាការ៉េបូក b របស់យើងគឺដក1លើកជាការ៉េអូសូមកែនេះអានេះដាក់បូកសិនណាកុំឲ្យដាក់ដកសូមដាក់បូកសិនណាអញ្ចឹង1ការ៉េអញ្ចឹងមាន radical នៅពាត់ពីលើអញ្ចឹងមានន័យថាស្មើនឹងឫសនៃហើយ3បូក1ឲ្យឃើញបានមិនឫស4ចេញមកបាន2ដល់ទេបន្តមកទៀតកូសនៃមុំ alpha អញ្ចឹងស្មើនឹង a លើ r អញ្ចឹង a យើងមិន a ឬ3 r របស់យើងរកឃើញមិញ2អញ្ចឹងនៅស្ងៀមសិនមក sin ម្ដង sin alpha ស្មើនឹង b លើ r ហ្នឹងរូបមន្តរបស់យើង b របស់យើងគឺលេខ1 r របស់យើង2បន្តមកយើងរត់ទៅមើលលើរង្វង់ត្រីកោណមៀតរង្វង់ត្រីកោណមៀតយើងគូសខ្វាច់ចឹងមកអត់មូលស្អាតសារទៀតណាអញ្ចឹងពេលណាយើងចេញរង្វង់ត្រីកោណមៀតចឹងមកយើងចាប់ផ្ដើមរកហើយដូចកូសស្មើនឹងឫស3លើ2ឫស3លើ2យើងដឹងហើយអញ្ចឹងក្នុងចំណោម3ហ្នឹងគឺអាឫស3លើ2អាណាគេអាចុងក្រោយនេះឫស3លើ2តោះណាបន្តមកទៀតដល់ពេល sin របស់យើងស្មើនឹង1លើ2 sin ឈរអញ្ចឹង1លើ2អាដំបូងគេហ្នឹងបាទអញ្ចឹងនេះអញ្ចឹងអាដំបូងគេហ្នឹងស្អីគេដល់ពេលវាមាន3អញ្ចឹងចាដំបូងគេហ្នឹងគឺ pi លើ6អញ្ចឹងមានន័យថា alpha របស់យើងស្មើ pi លើ6អញ្ចឹងយើងមានគ្រប់អស់ហើយជំនួសចូលទៅក្នុងនេះវិញមកគេបានz របស់យើងស្មើនឹង r យើង2កតាកូស alpha រកឃើញមិញបាន pi លើ6បូកនឹង e sin pi លើ6តោះនេះជាតម្រងត្រីកោណមៀតបន្តមកចំណែកនាំធ្វើតាមវិធីទី2យើងប្រើវិធីកាត់យកតែម្ដងដោយ z របស់យើងមិញវាស្មើនឹងឫស3បូក e ណាអញ្ចឹងយើងរក r ធម្មតាយើងរក r ធម្មតាមកអញ្ចឹង r របស់យើងស្មើ r របស់យើងស្មើនឹងឫសនៃ a ការ៉េបូក b ការ៉េអញ្ចឹង a យើងដឹងហើយស្មើប៉ុន្មានមិនឬ3លើជាការ៉េបូកនឹង b របស់យើង1ការ៉េអញ្ចឹងស្មើ2ណាបន្តមកយើងធ្វើម៉េចកន្លែងហ្នឹងដូចកន្លែងនេះយើងឃើញខាងលើមិញនេះយើងមុនទៅយើងរក r រួចរក alpha អញ្ចឹងដល់ពេលយើងចាប់អាចុងក្រោយអា r ហ្នឹងនេះ2ចឹងយើងឃើញកន្លែង2ដូចគ្នា r របស់វានៅតែ2ដដែលប៉ុន្តែគាត់ថាចង់ឲ្យមើលឲ្យដឹងថាកំណត់សម្គាល់របស់គេវាយ៉ាងម៉េចអញ្ចឹងកន្លែងនេះឃើញ r វា2អញ្ចឹងវាដូចអានេះអញ្ចឹងពេលកន្លែងហ្នឹងគេធ្វើវិធីកាត់គេកាត់តាមហ្នឹងមានន័យថាពេលរក r ឃើញក្នុងចំណោម2តួហ្នឹងគឺយើងត្រូវចាប់ r ហ្នឹងឯង
ចឹងសិតរបស់យើងទៅជាគេ2កតាឬ3ពេលណាចាប់2ជាកតារួមមានន័យថាទូមួយចែកនឹង2ចឹងវាទៅជាឬ3លើ2បូកនឹង1លើ 2e តោះណាចឹងយើងសង្កេតឃើញថាកូសរបស់យើងហ្នឹងវាបូកនេះមើលនេះក៏បានដែរអត់ e គេចាត់ទុកថាកូសចឹងកូសរបស់យើងបូកស៊ីនរបស់យើងក៏បូកដែរចឹងបើកូសបូកនៅកន្លែងហ្នឹងនៅម្ដុំពីត្រឹម0ហ្នឹងមកដល់កន្លែង1នេះអាហ្នឹងបូកកាត្រង់ទី1ហ្នឹងអញ្ចឹងពេលស៊ីនរបស់យើងបូកក៏នៅក្នុងពីត្រឹម0ទៅ1នេះអញ្ចឹងនេះបូកប្រឡោះហ្នឹងណាអញ្ចឹងមានន័យថាវានៅក្នុងកាត្រង់ទី1យើងតម្លាក់ចំណោលរគ្នាមកអញ្ចឹងមានន័យថាវានៅក្នុងកាត្រង់ទី1អញ្ចឹងគោបូកស៊ីនបូកកាត្រង់ទី1អញ្ចឹងមុំដែលយើងរកឃើញក៏នៅក្នុងកាត្រង់ទី1ដែរអញ្ចឹងកន្លែងនេះយ៉ាងម៉េចបាទអញ្ចឹងយើងអាចបដូរវាទៅជាអីស្មើនឹង2កតាអញ្ចឹងយើងចាំអាកន្លែងនេះអត់មាន e អញ្ចឹងអាហ្នឹងគឺកូសអញ្ចឹងយើងដាក់ថាកូសឲ្យគេអញ្ចឹងយើងធ្វើដូចអាមិញអញ្ចឹងអត់ e ហ្នឹងកូសរបស់យើងគឺស្មើនឹងឬ3លើ2ត្រូវអត់1 2 3អញ្ចឹងឬ3លើ2អាចុងក្រោយនេះដល់ពេលស៊ីនរបស់យើង1លើ2អញ្ចឹង1លើ2អាត្បូងគេនេះអញ្ចឹងយើងនៅតែរករបៀបមិនអញ្ចឹងចានេះគឺផាយលើអីអាត្បូងគេគឺផាយលើ6អញ្ចឹងណាមកកូសផាយលើ6បូក e ស៊ីនផាយលើ6នេះគឺទម្រង់ត្រីកោណមានមកបន្ទាត់ចប់យល់តាឥឡូវយើងមើល Z2 ម្ដងអញ្ចឹង Z2 គេដាក់ថាដក5បូក5ឬ 3e អញ្ចឹងកន្លែងនេះកុំឲ្យវាពិបាកញ៉ៃច្រើនយើងឃើញអានេះ5ដូចគ្នាពេលឃើញ5ដូចគ្នាយើងចាប់5ជាកតារួមមកតង់សិនយ៉ាងដល់ពេលនេះចាប់5ចេញសល់ដក1អានេះចាប់5ចេញសល់អីឬ 3e បន្តមកយើងចាប់ដើមរក r ក្នុងនេះអញ្ចឹង r របស់វាស្មើនឹងរឹសនៃដក1 a ការ៉េបូកនឹងរឹស3ការ៉េអញ្ចឹងស្មើរឹស1បូកបាន3ស្មើ2តោះនេះអញ្ចឹងមានន័យថា2តួហ្នឹងគឺចាប់2ជាកតារួមភាសាទៀតអញ្ចឹង2អី2តែប៉2ហ្នឹងឯងត្រូវហើយបើយើងដាក់5មុន5គុណនឹង2អញ្ចឹងអានេះចែកនឹងឯង1ដក1ចែកនឹង2តមករឹស3ក៏ចែកនឹង2ហើយណាអញ្ចឹងស្មើនឹងឯទៀត5 2ដង10កតាអញ្ចឹងយើងពិនិត្យមើលកូសរបស់យើងនេះអត់ e ហ្នឹងកូសអញ្ចឹងកូសរបស់យើងដក1លើ2អញ្ចឹងវាមាន3 1 2 3ក្នុងប្រឡោះហ្នឹងចាដក1លើ2ក៏គឺអាដំបូងគេនេះបន្តមកទៀតឬ3លើ2អាណា1 2 3អាណាចុងក្រោយនេះឬ3លើ2អញ្ចឹងភ្ជាប់មកនឹងកន្លែងហ្នឹងប្រមាណកន្លែងហ្នឹងប្រមាណរាប់យើងរាប់ម្ដង30មានន័យថាផៃលើ6 1 2 3 33ដង90ថែមនេះមួយទៀត4តើអត់4ផៃលើ6ស្រួលទៅ2ផៃលើ3អញ្ចឹងដាក់មកអានេះគឺកូស2ផៃលើ3បូកនឹង e ស៊ីន2ផៃលើ3ណាអានេះដកក្រោយអីក៏ได้អានឹងតម្លៃរបស់កូសទេអញ្ចឹងត្រឡប់វាមកចាស់ហើយមកមានប៉ុណ្ណាចោលតាន់តាឥឡូវយើងចូលទៅលំហាត់ទី3មកទី3គេដាក់ថាដក50ដក 50e អញ្ចឹងអានឹងដូចតាមមិញអញ្ចឹងយើងឃើញ50ដូចគ្នាយើងចាប់50ចេញក្រៅសិនអញ្ចឹងនៅសល់ហើយដក1ដក e ណាបន្តមកយើងរក r ក្នុងនេះអញ្ចឹង r របស់វាស្មើនឹងរឹសនៃអីដក1លើកជាការ៉េបូកនឹងដក1លើកជាការ៉េអញ្ចឹងស្មើនឹងរឹសប៉ុន្មានរឹស2អញ្
ចឹងមានន័យថាតួនីមួយអាពីរតួហ្នឹងសំទោសអាពីរតួហ្នឹងគឺចាប់អីគេចាប់រឹស2ជាកត្តារួមចឹងមានន័យថាតួនីមួយគឺចែកវានឹងរឹស2ដល់នេះចឹងពេលយើងឃើញចឹងយើងគិតមើលអញ្ចឹងអា1លើរឹស2ពេលយើងបំបត្តិរាជការភាពបែកមានន័យថាខាងក្រោមទៅគុណហ្នឹងគុណរឹស2អញ្ចឹងយើងគុណរឹស2ទៅវាទៅជារឹស2លើកជាការ៉េវាចេញបានមិន2អាលើគុណរឹស2ដែរអញ្ចឹងមានន័យថា1លើរឹស2វាស្មើនឹងរឹស2លើ2តោះណាអញ្ចឹងថ្ងៃក្រោយយើងអាចកាត់អាជួរហ្នឹងចោលចេញជួរនេះក្រោយមក50រឹស2អញ្ចឹងឃើញដករឹស2លើ2ដកនឹងរឹស2លើ2e តោះណាអញ្ចឹងវាស្មើនឹងអីទៀតមិន50រឹស2កតាអីគេនេះអញ្ចឹងយើងគូមវងមួយមកអញ្ចឹងមុនដំបូងអត់ e នេះគឺយើងនៅថាកូដអញ្ចឹងយើងកូដលើអាកូដ1 2 3មួយណាអាទី2នេះតោះណាដករឹស2លើ2ដល់ពេលស៊ីនបានដែរដករឹស2លើ2ដែរអញ្ចឹងអាកដាលនេះអានេះដករឹស2លើ2អញ្ចឹងដល់ពេលយើងភ្ជាប់វាមកអាគូរូបទៅវាមិនសូវស្អាតទេអញ្ចឹងមានអានឹងនៅកណ្ដាលអញ្ចឹងដល់ពេលនៅកណ្ដាលយើងដឹងគឺស្មើនឹងផាយលើម៉ាន់នៅកណ្ដាលអញ្ចឹងប៉ុន្តែវាមានអា2នេះនៅអបសងខាងអញ្ចឹងយើងដឹងហើយអាកណ្ដាលគេហ្នឹងគឺផាយលើ4អញ្ចឹងរាប់មក1 2ព្រោះអីអា45 2ដងស្មើ90មែនទេត្រូវអត់3 4 5អញ្ចឹង1 5អានេះ1 2 3 4 5អញ្ចឹង5ផាយលើ4អញ្ចឹងយើងដាក់មកកូស5ផាយលើ4បូកនឹង e sin 5ផាយលើ4អានេះវិធីនេះអត់មានពិបាកគិតថានេះចេញដកចេញអីទេអានេះមើលតែរូបដាក់យកស្រួលណាកុំធ្វើតាមអាមកវិធីទៀតហ្នឹងអាប្រើរូបមុន2 3តង់អត់ទៅចំណេញទេអូខេអញ្ចឹងយើងចូលទៅលំហាត់ទី4 Z4 អញ្ចឹងកន្លែងនេះដូចគ្នាបើថាគេដាក់2ឬ3ដក 2e អញ្ចឹងយើងឃើញ2ឬគ្នាចាប់2ជាងក្រៅសិនមកអានេះតូចទេប៉ុន្តែបើសិនជាលេខធំអត់តហ៊ានអត់ចាប់ពិបាកដែរអញ្ចឹងយើងចាប់2ជាងក្រៅសល់ឬ3នេះសល់ e តើមកយើងរក r នេះអញ្ចឹង r របស់យើងស្មើនឹងឬ3ការ៉េបូកនឹងដក1លើកជាការ៉េអញ្ចឹងស្មើ2ត្រូវទេអញ្ចឹងស្មើនឹងអី2អញ្ចឹងចាប់2ទៀតអញ្ចឹងឃើញឬ3លើ2ដក1លើ 2e តើមកគូវងខ្វាច់ណាអញ្ចឹងកន្លែងនេះយើងឃើញកូសរបស់យើងឬ3លើ2មួយណា1 2 3ចាចុងក្រោយនេះមែនទេឬ3លើ2ដល់ពេលស៊ីនរបស់យើងដក1លើ2អញ្ចឹង1 2 3ពេលណាយើងនិយាយថាដក1លើ2យើងគួរចំកដាលពីត្រឹម0នេះមកដល់ដក1គួរចំកដាលតើមកគូ2ទៀតបាទណាចាដក1លើ2អញ្ចឹងភ្ជាប់មកអញ្ចឹងខ្ញុំទៅសេតាម2បែបវិធីទី1ឥឡូវយើងរាប់តាមទិសដៅវិជ្ជមានយើងរាប់ម្ដងផាយលើ6មានថារាប់ម្ដង30អញ្ចឹងរាប់មក1 2 3 4 5 6ឬក៏យើងមើលចាអាភាគបែកមកវា6អញ្ចឹងមកដល់កន្លែងនេះគឺមានន័យថាផាយលើ6 6ដង6ផាយលើ6បានវាស្រួលទៅឃើញផាយអញ្ចឹងថែមនេះទៀត7 8 9 10ហើយអានេះគឺ10 11ផាយលើ6ឬក៏យើងគិតថាផាយលើ6មកជុំវងគឺមានអីมันមាន12ដងត្រូវអត់មកជុំនេះមកដល់កន្លែងហ្នឹងមាន12ផាយលើ6ប៉ុន្តែដល់ពេលដក1ចេញអញ្ចឹងសល់11គិតអញ្ចឹងក៏បានដែរអញ្ចឹងអានេះស្មើនឹង4កតាកូស11ផាយលើ6បូកនឹង e sin 11ផាយលើ6គ្រាន់តែប្រាប់ថាពេលដែលយើងបំលែងធម្មតាអញ្ចេះ
យើងដាក់មិនក៏អូខេដែរណាម្លែងចេះយើងដាក់មិនក៏អូខេដែរអាណាក៏បានចង់និយាយថាណាក៏បានដែរប៉ុន្តែនៅពេលដែលយើងយកវាទៅដាក់ជាផលគុណលើកជាស្វ័យគុណអាហ្នឹងវាមានផលវិបាកវិញអញ្ចឹងខ្ញុំឲ្យវិធីទី2តើយើងអាចធ្វើយ៉ាងម៉េចវិធីទី2ចង់និយាយថាវិធីទី2យើងមើលតាមទិសដៅផ្ទុយយើងដាក់កន្លែងនេះហើយយើងកុំដាក់តាមទិសដៅវិជ្ជមានយើងឃើញពេលដាក់តាមទិសដៅវិជ្ជមានគ្រាន់តែភាគយករបស់វា11ទៅបាត់ហើយតម្រាំទៅវាតម្រូវភាគបែកទៀតវាគុណទៅម៉ែអាលេខអញ្ចឹងដល់ពេលហ្នឹងយើងអាចប្រឈមនឹងការកាត់ជុំកាត់អីអញ្ចឹងយើងប្រើរយៈពេល2តង់អញ្ចឹងកន្លែងហ្នឹងខ្ញុំឲ្យជាយោបល់មួយទៀតគឺយើងអាចដាក់តាមទិសដៅផ្ទុយអញ្ចឹងដល់ពេលណាទិសដៅវិជ្ជមានទិសដៅស្របតាមទនិចនាការគេហៅថាទិសដៅវិជ្ជមានដល់ពេលទិសដៅច្រាសទនិចនាទិសដៅស្របទនិចនាការគេឲ្យឈ្មោះថាទិសដៅបង្កើតបានមុំអវិជ្ជមានពេលណាទិសដៅច្រាសទនិចនាការជាទិសដៅបង្កើតបានមុំវិជ្ជមានតោះណាអញ្ចឹងកន្លែងនេះពេលណាវាស្របទនិចនាការអញ្ចឹងមានន័យថាវាបង្កើតបានទិសដៅតែបង្កើតបានមុំអវិជ្ជមានអញ្ចឹងបើសិនជាយើងគិតតាមទិសដៅវិជ្ជមានអានេះទៅវាបានផាយលើ6ពេលតាមទិសដៅអវិជ្ជមានមានន័យថាកន្លែងហ្នឹងគឺដកផាយលើ6អញ្ចឹងយើងអាចសរសេរថាកូសដកផាយលើ6បូកនឹង e sin ដកផាយលើ6តោះនេះលំហាត់យើងគឺប៉ុណ្ណឹងចម្លើយយើងអាចធ្វើដូចខាងក្រោមនេះក៏បានដែរឃើញដូចគ្នា